បាទសួស្តីអ្នកក្លាហានទាំងអស់គ្នាថ្ងៃនេះយកមកបន្តសាច់រឿងប្រហារអតិថិមរដូវកាលទី2ភាគទី5ជាបន្តទៅទៀតនៅពេលនេះលបងសិនគឺបានស្រមៃពីអតីតកាលជាមួយនឹងលីជានៅពេលនោះនៅក្នុងវ័យសិក្សាពេលដែលលីជាកំពុងតមងគាត់ក៏ឃើញនៅស្នាមនៅលើមុងហើយក៏សួរថាមានរឿងអីលីជាក៏បានលាក់បាំងជាមួយនឹងគាត់ថាគ្មានរឿងអីនោះទេគ្រាន់តែដើរដួលប៉ុណ្ណោះនេះនំប៉ាដែលខ្ញុំបានធ្វើលបងសាភ្លក់វាមើលទៅអ្នកទាំងពីរក៏បានបន្តជិះកង់សិនជីងជូទស្សនវិជ្ជាបច្ចុប្បន្នវិញម៉ាត់តកាន់មនុស្សចម្លែកមនុស្សនោះមកដៃម៉ាំងគេនៅតែបន្តសើចសំណាងណាស់ឡើងភ្នំលើកនេះរើបានក្បាលស្រស់ពីរមនុស្សម្នាក់នេះគេក៏ជាមនុស្សមកពីសាសនាអតិថិបុរាណដែរសមត្ថភាពប្រហែលជាខ្លាំងទៀតផងមើលតែល្បឿននៃការកិច្ចរបស់គេទៅគឺពិតជាមិនធម្មតាប្រយុទ្ធបដានិយាយដោយកំណាចបដាហាឡែនពិតជាលឿនមែនអត់ទេឯងក៏ខ្លាំងដែរទីងសិនឈីងជូដោយខ្វែវរបស់គេអុកទៅនឹងដើមឈើបឹបកញ្ឆក់មកវិញដាក់ម្ដាយទៅលបងសិនយាមកដាកាប់មកគេក៏អាចរងបានយ៉ាងលឿនស្ទុះមកពីខាងក្រោយប្រើខ្វែវរបស់គេកាប់ទៅម្ដងទៀតក្បាលរបស់ឯងរឹងល្មមហើយដល់ពេលកាត់វាចេញហើយដល់ពេលកាត់វាចេញហើយស្ទុះទៅម្ដងទៀតសិនឈីងជូគាត់ក៏បានតតដៃបញ្ចេញនៅអណ្ដាតភ្លើងគេលោតទៅក្រោយវិញហ៎អាណាចក្រហាមខនអណ្ដាតភ្លើងគួរឲ្យចាប់អារម្មណ៍ណាស់សិនឈីងជូប្រើដាវបញ្ឆេះដល់អណ្ដាតភ្លើងវាប្រហារទៅកាន់គេប៉ុន្តែដូចជាមិនសូវជាបានផលប្រមាណនោះទេវាប្រហារចុះវាប្រហារឡើងដាវវាអស់អណ្ដាតភ្លើងសិនឈីងជូក៏បានបញ្ឆេះវាម្ដងទៀតធ្វើឲ្យគេដឹងតែម្ដងអូហូឯងប្រើរបស់ហាមខនគេក៏បានគប់ខ្វៅរបស់គេទៅបំបែកចិញ្ចៀនរបស់សិនឈីងជូខ្ទេញលោតទៅវាប្រហារម្ដងទៀតកម្លាំងរបស់ឯងគួរអស់សំណើចណាស់ស្នៀតដាវរបស់ឯងក៏អាក្រក់គួរអស់សំណើចដែរកាប់យករបស់ពេញកន្លែងរាងកាយរបស់សិនឈីងជូម៉ាត់ម្ដាយទៅខ្ទប់នឹងដើមឈើគេបានលោតទៅម្ដងទៀតថាក្បាលរបស់សិនឈីងជូនឹងដល់ពេលដែលត្រូវកាត់ចាញ់ហើយពេលវេលាដែលរំភើបចិត្តមកដល់ហើយលោតទៅយាវខ្វែរបស់គេសិនឈីងជូក៏បានរងជាប់ឯងកាន់តែតស៊ូក្បាលរបស់ឯងនឹងហោះកាន់តែខ្ពស់នៅពេលដែលវាដាច់ពេលនោះសិនឈីងជូក៏បានរំលឹកទៅដល់សម្ដីរបស់លោកគ្រូដាវផ្កាយកម្លាំងផ្កាយវាជាអាវុធដ៏លំបាកបំផុតរបស់ពួកយើងវាធ្វើពីវត្ថុធាតុដើមពិសេសទោះបីជាឆ្អឹងរបស់ឯងបាក់ក៏ដោយក៏វាមិនបាក់នោះដែរសិនឈីងជូក៏បានប្រឹងបន្ទិញអាវុធខ្វែរបស់គេនឹងវាក៏បានឆេះឡើងក្រវ៉ាត់ទៅដាច់ផ្លែខ្ទេញហឺឯងពិតជាពិបាកចាត់ការជាងអាក្មេងមុនទៅទៀតសិនឈីងជូលើកដាវកាប់ទៅកាន់គេប៉ុន្តែគេក៏បានចាប់ជាប់ឃើញទេនេះគឺជាអាណាចក្រហាមឃាត់របស់យើងអាណាចក្រហាមឃាត់របស់គេនឹងគឺជាការកាត់ហើយពាក្យថាអាណាចក្រហាមឃាត់នេះគឺអេដមីនសម្រួលពីការនិយាយរបស់មានលើកមុនដែលហៅថាប្រាសាទហាមឃាត់ដៃរបស់គេបានដោះចេញនៅក្រចកវិញយ៉ាងមុតស្រួយលោតទៅវាប្រហារទៅកាន់សិនឈីងជូយើងនឹងកាត់ក្បាលដ៏ទន់របស់ឯងចេញភ្លាមមិនចាំបាច់ទប់ទល់ទេខ្ញៅយកដោយការមុតស្រួយមួយដៃនេះសិនឈីងជូក៏បានប៉ើងខ្ទៀនបុកខ្ទប់ជាមួយនឹងថ្មបាក់ឆ្អឹងជំនីខ្ទេញមនុស្សម្នាក់នេះដើរទៅពេលដែលឯងស្លាប់ចាំយើងមើលថែបងប្អូនរបស់ឯងទាំងពីរចាំយើងចង់ពួកឯងជាប់គ្នាជារៀងរហូតដល់ពេលនោះពួកឯងលែងបែកគ្នាទៀតហើយវាប្រហារទៅម្ដងទៀតប៉ុន្តែលើកនេះសិនឈីងជូគាត់ក៏បានបដូរហើយកាប់មួយដៃចេញទៅខណៈពេលដែលមនុស្សកំណាញ់ម្នាក់នេះក្រញ៉ាំរបស់គេក៏បានកាត់ចំពោះរបស់សិនឈីងជូផងដែរចំណែកឯខ្លួនគេផ្ទាល់ក៏បានរបួសពីដាវរបស់សិនឈីងជូត្រង់ពោះផងដែរខ្ញុំពិតជាខឹងណាស់គេពិតជាអាចកាត់ខ្ញុំបានទីបំផុតខ្ញុំមានរបួសមួយប៉ុន្តែមើលទៅឯងហៀបនឹងស្លាប់ទៅហើយសិនឈីងជូក៏ថាសំណាងល្អដែលគាត់បានខ្ចីនៅរបស់ហាមខត់មួយចំនួនពីអាម៉ាំមុនពេលដែលឡើងភ្នំអាប៉ែហ្នឹងគេឃើញសិនឈីងជូកំពុងតែរំបងមួយហ្នឹងគេស្មានថារំរបួសហ៎វាមិនដូចជាយឺតពេលទេរំរបួសឥឡូវហ្នឹងសិនឈីងជូក៏បានកិនគេរៀបនឹងស្លាប់ហើយនៅតែនិយាយពាក្យសម្ដីអត់បានការទៀតអាប៉ែហ្នឹងក៏បានលោតទៅប៉ុន្តែសិនឈីងជូគាត់ឈរនៅស្ងៀមដដែលហើយក៏រាប់ថយក្រោយ3ដោយបងដែលគាត់រំហ្នឹងគឺយើងបានដឹងហើយអាម៉ាប់គឺបានប្រើតាំងពីរដូវកាលទី1ម្លេះវាគឺជារបស់ហាមឃាត់នៅក្នុងការរារាំងនៅសមត្ថភាពពីអាណាចក្រហាមឃាត់របស់មនុស្សម្នាក់ៗនៅពេលដែលអាប៉ែនឹងលោតទៅវត្ថុហាមឃាត់នឹងវាក៏ដំណើរការរាប់ត្រឹមតែ3 2 1អាប៉ែនឹងលែងមានសមត្ថភាពពីអាណាចក្រហាមឃាត់របស់គេតែម្ដងហាក់ដូចជាអស់កម្លាំងរីឯរបួសរបស់គេទាំងឡាយក៏ឈឺវាប្រហារមកកាន់សិនឈីងជូមិនបានការនោះឡើយគាត់ដាក់គេមកជង្គង់ឲ្យប៉ើងទៅគេថាអាប៉ែនឹងអស់ពីសមត្ថភាពពីអាណាចក្រហាមឃាត់គេគឺថាខ្សោយខ្លាំងមែនទែនបូករួមជាមួយនឹងរបួសពីដាវរបស់សិនឈីងជូមុននឹងផងបន្តលោតទៅវាយក៏ប៉ុន្តែសិនឈីងជូក៏អាចគេចបានយ៉ាងងាយបន្តរំបងទៀតបរិយាកាសនៅក្នុងលំហនេះរបួសនៅលើរាងកាយប្រកាសជានឹងត្រូវបានលាតត្រដាងបណ្ដាលឲ្យសារធាតុរាវនៅក្នុងខ្លួនវាពុះហើយសួតនឹងត្រូវពង្រីកយ៉ាងលឿនដោយសារតែសម្ពាធខាងក្រៅស្មើសូន្យកាលណារាងកាយកាន់តែមានចលនាក៏ស្លាប់កាន់តែលឿនដែរនេះក៏ជាមូលហេតុដែលសិនឈីងជូគាត់មិនមានចលនាគ្រាន់តែធ្វើការកិច្ចពីការវាប្រហាររបស់អាប៉ែនឹងតិចប៉ុណ្ណោះរីឯអាប៉ែនឹងគឺកាន់តែដង្ហក់ទៅហើយឃើញថានៅមិនកើតក៏បន្តរត់គេញសិនឈីងជូគាត់គ្រាន់តែដើរទៅបន្តិចម្ដងប៉ុណ្ណោះមិញនឹងខ្លាំងណាស់ប៉ុន្តែឥឡូវគឺថាតដាប់ទៅដួសតែម្ដងរត់ក៏លេងរួចទៀតដែរសិនឈីងជូដើរមកយឺតខ្ញុំនឹងសម្លាប់ពួកឯងដោយផ្ទាល់យាដែរទៅចាប់ក្បាលរបស់គេជាប់និយាយទាំងកំហឹងរួចហើយផ្លែឥឡូវក៏បានដាច់ចេញពីករបស់ប៉ែនឹងទៅសម្លេះគេរួញសិនឈីងជូគាត់បានឈរគិតទៅដល់អតីតកាលនៅពេលដែលគាត់ទៅវាយក្រុមបងធំម៉ាហ្វៀដែលបានធ្វើបាបទៅកាន់លីជាពេលនោះគឺគាត់តែម្នាក់ឯងនោះទេទាំងដែលគ្នារបស់គេមានទាំងដំបងផងបាក់ពួកក៏ច្រើនតែគាត់នៅតែវាយចុះវាយឡើងអាមេគេមានកូនកបិតស្នៀតមួយហ្នឹងគឺបានចាក់ទៅពីខាងក្រោយប៉ុន្តែសិនឈីងជូក៏
ក៏បានទប់ជាប់វាយគេមានរបួសវិញទៅអាប្អូនណាឯងពិតជាក្រន់បាមែនខ្ញុំគ្រាន់តែចង់សួរមួយប៉ុណ្ណោះតើឯងជានរណាឲ្យប្រកនមកទីនេះដើម្បីតាណាលបងធំគេនឹងថែមទាំងប្រាប់កូនចៅទៀតថាកុំឲ្យប៉ះពាល់សិនឈឹងជូទៀតអសោះថែមទាំងសុំឲ្យសិនឈឹងជូនឹងធ្វើជាលបងធំគេទៀតត្រឡប់មកវិញលីជាក៏បានសួរលបងសិនមុខរបស់បងសិនឈឹងជូក៏បានប្រាប់វិញថាដើរដួលគេក៏ចង់បញ្ចុកនំប៉ាវប៉ុន្តែយើងញ៉ាំខ្លួនឯងបានលីជាក៏ប្រាប់ថាលបងសិនខ្ញុំមិនបានទៅប៉ះពាល់ពួកគេទេគឺជាពួកគេថែមទាំងចង់ទារប្រាក់ការពារពីហាងលក់តករបស់លោកយាយលីទៀតឯងគ្រាន់តែចិត្តល្អពេកប៉ុណ្ណោះគេក៏សុំទោសទៅកាន់សិនឈឹងជូលើក្រោយមិនបង្កបញ្ហាដល់បងទៀតទេសិនឈឹងជូមិនបានបន្ទោសទៅកាន់លីជានោះទេគេមានចិត្តល្អសម្រាប់រឿងផ្សេងទៀតទុកឲ្យគាត់ប៉ុន្តែខ្ញុំមិននឹងឯងទុកអ្វីគ្រប់យ៉ាងឲ្យបងដោយរបៀបណាទៅបងមានរឿងផ្ទាល់ខ្លួនដែលបងត្រូវធ្វើបងមានគោលបំណងផ្ទាល់ខ្លួនលបងសិនជីវិតរបស់លបងគឺខុសពីខ្ញុំប៉ុន្តែការដែលខ្លាយជាបងប្អូនជាមួយនឹងលបងគឺពិតជារឿងល្អបំផុតមួយក្នុងជីវិតរបស់ខ្ញុំដូច្នេះលបងសិនអរគុណគាត់ស្រែកយំទាំងការឈឺចាំពេលនោះក៏មានមនុស្សម្នាក់ទៀតបាញ់គាត់មកក្រំធ្វើឲ្យគាត់ដេកស្ដុកទៅគេបានមកភ្ជុំកំភ្លើងកណ្ដាលក្បាលហើយក៏បានដាក់មកក្រំទៀតរូបភាពក៏បានកាត់ទៅដល់ឈីយេនោះវិញជាមួយនឹងអាម៉ាំគេក៏ទៅជាមួយនឹងឈីយេដើម្បីរងលបងសិនឈីយេក៏បានប្រើសមត្ថភាពពិសេសតាក់ទងជាមួយនឹងការមើលឃើញរបស់សត្វទាំងអស់ហើយក៏បានឃើញពីសត្រូវក៏ដូចជាទីតាំងរបស់លបងសិនឈីយេដឹងថារកគាត់ឃើញហើយកំពុងតែមានគ្រោះថ្នាក់បន្តទៅមុខយើងត្រូវតែបញ្ញាំប៉ុន្តែស្រាប់តែពេលនោះក៏មានរន្ទះបាញ់ឈីយេក៏បានទាញអាម៉ាប់គេចេញមានមនុស្សមកក្រុមមកពីសាសនាតេតេបារានទៀតហើយឡោមពតគាត់ចិនងាកទៅកាន់លោកគ្រូយួនកាំងជាមួយនឹងយាយយូឯនោះវិញគេបានចំអកទៅកាន់លោកគ្រូមានមនុស្សជាច្រើនបានស្លាប់ដោយសារតែដៃរបស់លោកតើលោកនៅតែចង់បន្តទៅមុខទៀតទេគូហួយស្ដាយទោះបីជាលោកទៅដល់ក៏មិនអាចបញ្ឈប់បាននោះដែរលោកគ្រូយួនកាំងទីហ៊ានរបស់ពួកយើងសូម្បីតែស្ដាច់នៅរស់ក៏មិនហ៊ានចាំនោះដែរហើយអ្នកខ្លាំងទាំងពីរគឺអត់តន់វាយគ្នានោះទេទស្សនវិជ្ជាបង្ហាញពីខាងក្រៅវិញសម្លេងបញ្ជារបស់លោកគ្រូយួនកាំងអ្នកការពាររាត្រីទាំងអស់ស្ដាប់បញ្ជាខ្ញុំសាសនាអតេតេបារានបានឈ្លានពានភ្នំជីណានធ្វើបាបប្រជាជនតាសៀខ្ញុំទាមទារឲ្យអ្នកទាំងគ្នាចាត់ការអ្នកឈ្លានពាននៅលើភ្នំជីណានទាំងអស់មើលទៅកាន់ថ្វីដៃរបស់មូលីស្នៀតដាវរបស់នាងគឺពិតជាកំណាចមែនទែនកាប់ទៅកាន់កញ្ញាម្នាក់នេះស្លេះបាត់ទៅចំណែកឯកៅយួននៅនោះវិញក៏មិនអន់ដូចគ្នាផងដែរទឹកមុខរបស់ស្ដេចខ្មៅប្រស្រីភ្នែកចំនួន4មនុស្សនៃសាសនាអតេតេបារានឡើងគាំងហើយមិនហ៊ានធ្វើអីទេខាងឈីយេជាមួយនឹងអាម៉ាប់ក៏កំពុងតែចាត់ការទៅកាន់ក្រុមសាសនាអតេតេបារានដែលរារាំងផ្លូវរបស់គាត់ផងដែរចំពោះពួកហ្នឹងគឺមិនអាចធ្វើអីទៅកាន់ឈីយេបាននោះទេគាត់កំចាត់ពួកគេបានយ៉ាងងាយរួចហើយក៏បានបន្តដំណើរទៅជាមួយនឹងអាម៉ាប់សង្ឃឹមថាលបងសិនមិនកើតអីទេចុះងាកមកកាន់ខាងសិនជីងជួនោះវិញមកក្របមុនហ្នឹងគឺថាមិនកើតអីនោះទេវាបច្ឆិតជាពីព្រោះថាគាត់គឺបានចាប់កណ្ដុងកំភ្លើងជាប់អាណាចក្រហាមខនដែលមានហានិភ័យខ្ពស់លេខរៀងទី068នៅក្នុងកម្រិតឈីកំពូលតើឯងអាចទ្រាំបានយូរប៉ុណ្ណាទេសិនជីងជូចាប់កណ្ដុងកំភ្លើងបំបាយឡើងទៅលើបច្ឆាមកកេះកៃទាំងបែកក្តារតិចអប៉ែនោះហើយឈួរហើយឯងឈួរហើយក្រោកឡើងមកក្របដែលគេបាញ់មុននោះគឺវាមិនបានធ្លុះនោះទេសិនជីងជូរើសដៅរបស់គាត់ឡើងមកវិញខ្ញុំនឹងសម្លាប់មនុស្សអាក្រក់ដូចជាពួកឯងម្ដងហើយម្ដងទៀតខ្ញុំចង់ឲ្យពួកឯងស្លាប់ជាមួយនឹងបងប្អូនរបស់យើងបញ្ឆេះនៅដៅស្ទុះទៅឆ្វាញ់អប៉ែម្នាក់ហ្នឹងគឺដាច់មកកណាត់លើហើយឈីយេហើយនឹងអាម៉ាប់ក៏បានមកដល់លបងសិនមើលទៅកាន់ទិដ្ឋភាពគឺពិតជាតក់ស្លុតខ្លាំងមែនតើឈីយេក៏បានឃើញបានត្រឹមតែបើកភ្នែកធំលបងសិនគាត់ឃើញឈីយេបានត្រឹមតែហៅតិចឈីយេអ្នកទាំងពីរក៏បានរត់ទៅខណៈពេលដែរក្រុមមនុស្សមកពីសាសនាអតេតេបារានក៏នៅតែបន្តលោតមកវាប្រហារលើកនេះមានអ្នកខ្លះប្រើទាំងរណាអាឈើទៀតឈីយេក៏បានប្រាប់ឲ្យអាម៉ាប់ត្រៀមខ្លួននៅក្នុងការការពារទិដ្ឋភាពនៅពេលនេះឈីយេទប់ទល់ជាមួយនឹងក្រុមសាសនាអតេតេបារានដែលចូលមកវាប្រហារមកកាន់ពួកគាត់ជាមួយនឹងលបងសិនអាម៉ាប់ឯណោះក៏កំពុងតែទប់ទល់ផងនិងបោះនៅរបស់ការពារមកកាន់លបងសិនផងលបងសិនជីងជូពេលនេះគឺថាហឹងអស់ហើយអ្វីដែលគាត់ចង់ពេលនេះគឺដើរទាំងខ្លួនឯងទប់លំនឹងមិនចង់នឹងផងទៅរើសមុខរបស់លីជានៅពេលនេះគឺថាទាំងអាម៉ាប់ទាំងឈីយេកំពុងតែការពារជុំវិញលបងសិនហើយមើលទៅកាន់លបងសិនគាត់ដើរទៅរើសមុខរបស់លីជាទៅដល់ហើយខ្លួនឯងអស់កម្លាំងពេកឈាមក៏ហូរច្រើនអោនទៅរើសប៉ុន្តែវាស្វាំងភ្នែកចាប់ខុសពួកមនុស្សអាក្រក់ផ្ដោតតែវាប្រហារទៅកាន់លបងសិនឈីយេស្រែក5លបងសិនប្រយ៉ានគាត់ក៏បានលោតទៅចាត់ការពួកគេម្ដងមួយអាប៉ែអាណាអាឈើនេះក៏ត្រូវបានឈីយេកាត់ផ្ដាច់ដៃទៅអាម៉ាប់ដោះស្រាយជាមួយនឹងអាប៉ែបថៅធំមួយនេះហើយក៏បានកវែងក្របបែកទៅកាន់ពួកគេប្រមាណនេះឲ្យប៉ាងថយក្រោយម្នាក់គេក៏បានមានកំភ្លើងធំមួយស៊ីបទៅកាន់លបងសិនប៉ុន្តែក៏ឃើញថាឈីយេស្ទុះមកក៏បាញ់តម្រង់ទៅកាន់ឈីយេវិញទៅគាត់ក៏បានរងជាប់ស្ទុះមកបន្តចាត់ការបង្ហើយទៅកាន់ពួកគេទៅលបងសិនក៏អាចរើសមុខរបស់លីជាបានគាត់ដើរមកកាន់ឈីយេអស់កម្លាំងរលេងទល់ក្បាលជាមួយនឹងឈីយេត្រង់នេះទៅចំណែកអាម៉ាប់ដោះស្រាយជាមួយនឹងអាប៉ែបថៅធំនេះមើលទៅកាន់អាម៉ាប់លើកនេះគឺពិតជាមើងម៉ាប់ខ្លាំងមែនទែនផ្លែដាវរបស់គេជាច្រើនចាក់ដោតទៅកាន់អាប៉ែបថៅធំនឹងតែម្ដងមនុស្សម្នាក់ដែលតែងតែមាត់រឹងមនុស្សម្នាក់ដែលតែងតែថាខ្លួនឯងមិនចេះយំដោយសារតែអ្នកណានោះទេពេលនេះសិនជីងជូក៏បានយំនៅលើស្មារបស់ឈីយេហើយពួកយើងអាចដឹងពីការឈឺចាប់របស់គាត់សាច់រឿងនៅក្នុងភាគទី5ក៏បានស្លេះត្រឹមតែប៉ុណ្ណឹងប្រសិនបើអ្នកក្លាហានចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like និង subscribe ឲ្យ channel របស់មានម្នាក់មួយផងយើងចាំជួបគ្នានៅវីដេអូក្រោយ